បងប្អូនស្ថានភាពនៅខាងក្រុងសំរោងដ៏មានជ័យកំពុងតែលឺស្នូមានន័យថាស្នូផ្ទុះប្លង់ពីយោធាថៃមកចូលដីកម្ពុជាយើងផ្ទូនគ្នាជាបន្តតែម្ដងបើសរុបទៅមិនក្រោមពី100គ្រាប់ជាងទេបើគិតត្រឹមតែមួយព្រឹកនេះបងប្អូនអើយថៃវានៅតែបើកនៅការវាយប្រហារប្លង់គ្រាប់ចេញនឹងចូលមកលើយើងជាបន្តយើងក៏ប្លង់ចេញដូចគ្នាប្លង់ក្នុងនៃការពារខ្លួនក៏ប៉ុន្តែថៃប្លង់មកគឺមិនមែនប្លង់មករកយោធាទេវាប្លង់មករកតែកន្លែងរស់នៅរបស់ប្រជាពលរដ្ឋទោះបីជាកន្លែងនេះប្រជាពលរដ្ឋគាត់ភៀសខ្លួនទៅក៏ដោយក៏ប៉ុន្តែជាការបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិរបស់ពួកគាត់ស្ទើរតែខូចខាតអស់ 100% អស់ទៅហើយអញ្ចឹងខ្ញុំចង់និយាយខ្លីមួយថាហេតុអីបានជាថៃនៅតែមិនយល់អំពីសង្គ្រាមឬមួយក៏យល់ហើយនៅតែប្រើនយុទ្ធសាស្ត្រហ្នឹងចុះប្រសិនបើយោធាខ្ញុំប្រើនៅវិធីសាស្ត្រនេះយុទ្ធសាស្ត្រនេះធ្វើដាក់ប្រទេសអ្នកឯងឬមួយក៏ដាក់នៅប្រជាពលរដ្ឋអ្នកឯងតើនឹងទៅជាយ៉ាងណាកម្ពុជាទោះបីជាកំពុងតែតតាំងប្រយុទ្ធសង្គ្រាមជាមួយអ្នកឯងក៏ដោយក៏ប៉ុន្តែមិនទាន់ទៅបំផ្លាញរបស់ទ្រព្យសម្បត្តិប្រជាពលរដ្ឋអ្នកឯងឬក៏ទៅប្លង់រកប្រជាពលរដ្ឋស៊ីវិលអ្នកឯងឡើយខ្ញុំដឹងថាប្រជាជនអ្នកឯងប្រជាពលរដ្ឋអ្នកឯងគឺជាប្រជាជនឬក៏ជាមនុស្សម្នាក់ដែលតែងតែចូលចិត្តនឹងស្រឡាញ់សង្គ្រាមមកប្រទេសសៀមមកប្រទេសថៃសិតតែអ្នកស្រឡាញ់សង្គ្រាមស្រឡាញ់ចោះយកចោះអារឿងសង្គ្រាមអូលឺទៀតហើយបងប្អូនណាលឺទៀតហើយនេះគឺជាសម្លេងស្នូនៃការប្លង់ពីយោធាថៃចូលមកដីកម្ពុជាយើងបាទគឺបើយើងគិតទៅគឺមិនក្រោមពី100គ្រាប់ជាងទេក្នុងមួយព្រឹកនេះអញ្ចឹងសូមបញ្ជាក់នឹងលំអិតជូនពុកម៉ែបងប្អូនឲ្យជ្រាបថាគឺស្ថានភាពនៅក្នុងខេត្តរតនមានជ័យនៅតែបន្តលឺអត់ស្ងាត់ទេហើយលឺនេះគឺលឺឡើងលកើសង្កសីបើយើងនៅគៀកទេស្ទើរតែបែកក្រដាស់ក្រជាតែម្ដងអញ្ចឹងខ្ញុំមិនមានអីច្រើនទេគ្រាន់តែចង់លំអិតនឹងរាយការណ៍អំពីបញ្ហានេះជូនពុកម៉ែបងប្អូនឲ្យជ្រាបតែប៉ុណ្្នឹងខ្ញុំបាទមាសសារ៉ារហ័សនាមមាត់រហ័សសម្ដីត្រង់សូមបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះសូមអរគុណ